ឲ្យសូមវេនសង្ឃវត្តនេះ រំទាំងបរិខារ រំទាំងបរិខារ ប្រគិនដល់ព្រះសង្ឃ ប្រគិនដល់ព្រះសង្ឃ មានព្រះពុទ្ធរូបស្នំអង្គជាប្រធាន មានព្រះពុទ្ធរូបស្នំអង្គជាប្រធាន ហើយសូមលោកអ្នកដ៏មានគុណទាំងឡាយ ហើយសូមលោកអ្នកដ៏មានគុណទាំងឡាយ មានមេត្តានិងបិតាជាដើមនោះ មានមេត្តាបិតាជាដើមនោះ សម្គាល់នៅសង្ឃពតនេះ សម្គាល់នៅសង្ឃវត្តនេះ ថាដូចជារបស់នៃលោកហើយ ថាដូចជារបស់នៃលោកហើយ ហើយសូមអនុមោទនាយកយក ហើយសូមអនុមោទនាយកចោល អនុមោទនារួចហើយ អនុមោទនារួចហើយ សូមឲ្យរួចរំដោះ សូមឲ្យរួចរំដោះ ចាកទុកនោះ ចាកទុកទោស កម្មពៀវរិយទាំងពួង កម្មពៀវរៀនទាំងពួង ហើយសូមឲ្យបានសម្រេច ហើយសូមឲ្យបានសម្រេច ដោយសម្បត្តិទាំងឡាយ3ប្រការ ដោយសម្បត្តិទាំងឡាយ3ប្រការ សម្បត្តិមនុស្សមួយ គឺសម្បត្តិមនុស្សមួយ សម្បត្តិទេវតាមួយ សម្បត្តិទេវតាមួយ សម្បត្តិព្រះនិព្វានមួយ សម្បត្តិព្រះនិព្វានមួយ ដោយសម្ពួរ ដោយសម្ពួរ តាមសេចក្តីប្រាថ្នា តាមសេចក្តីប្រាថ្នា របស់លោកអ្នកដ៏មានគុណទាំងឡាយនោះចោះ របស់លោកអ្នកដ៏មានគុណទាំងឡាយនោះចោល ដោយអំណាចផល្លានិសង្ឃ ដោយអំណាចបលានិសង្ឃ ដែលឧទ្ទិសជូនទៅ ដែលឧទ្ទិសជូនទៅ មិនចេះដាច់ញោម មិនចេះដាច់និយម អស់វរៈពីរដងផង អស់វរៈពីរដងផង អស់វរៈ3ដងផង វរៈ3ដងផង អនុមោទនាប្រគិននៃចង្ហាន់បណ្ឌបាតរោគយ៉ាងបច្ច័យ4ដល់ប្រសងយក